របៀបចូលប្រើ Google Doc បាទ Google Doc យើងអាចប្រើបាននៅលើទូរស័ព្ទដៃឬក៏តាមរយៈកុំព្យូទ័រអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបប្រើប្រាស់ Google Doc នៅលើកុំព្យូទ័រដោយប្រើប្រាស់ Google Chrome បាទអញ្ចឹងខ្ញុំមាន Google Chrome មួយដើម្បីបើកដំណើរការប្រើប្រាស់ Google Doc បានគឺអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ទីតាំងនៃ address bar របស់ Google Chrome ហើយវាយពាក្យថា doc.google.com បាទរួចចុច enter សូមបញ្ជាក់ផងដែរថានៅពេលដែលអ្នកបញ្ចូល address bar នោះគឺទាមទារឲ្យយើងបញ្ចូលនៅ account Gmail account របស់យើងជាមុនសិនករណីអ្នកទាំងអស់គ្នាមិនទាន់មាន Gmail account អ្នកទាំងអស់គ្នាត្រូវតែធ្វើការបង្កើត Gmail account ជាមុនសិនមុននឹងចាប់ផ្ដើមចូលមកកាន់ទីតាំង address bar doc.google.com នេះហើយធ្វើការបញ្ចូលនៅ email និងលេខសម្ងាត់ដើម្បីបើកដំណើរការកម្មវិធី Google Doc បាទបន្ទាប់ពីយើងបើកដំណើរការកម្មវិធី Google Doc ហើយអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងដូចនេះហើយយើងអាចចុចទៅលើ blank document ដើម្បីធ្វើការបង្កើតនៅឯកសារថ្មីបាទនៅពេលដែលចុចលើ blank document គឺផ្ទាំងឯកសារ Google Doc គឺចេញរូបរាងដូចនេះបាទ Google Doc នៅពេលដែលអ្នកទាំងអស់គ្នាធ្វើការបញ្ចូលឯកសារទិន្នន័យផ្សេងៗគឺ Google Doc នឹងធ្វើការរក្សាទុកឯកសារនោះដោយស្វ័យប្រវត្តិមានន័យថាគឺឲ្យតែយើងមានអ៊ីនធឺណិតដំណើរការគឺ Google Doc នឹងធ្វើការរក្សាទុកឯកសារនោះបាទអញ្ចឹងគឺតើយើងរក្សាទុកឯកសារនោះហើយយើងមានចំណងជើងឯកសារនោះឈ្មោះអ្វីបាទគឺនៅផ្នែកខាងលើនេះបាទចុះផ្នែកខាងលើនេះគឺបញ្ជាក់ពីឈ្មោះរបស់ឯកសារដែលបានរក្សាទុកហើយការរក្សាទុករបស់ Google Doc របស់យើងគឺត្រូវបានផ្ទុកនៅក្នុង Google Drive បាទដែលយើងធ្លាប់បានរៀនរួចមកហើយគឺរបៀបនៃការប្រើប្រាស់ Google Drive អញ្ចឹង Google Doc គឺនៅពេលដែលយើងប្រើប្រាស់គឺវារក្សាទុកនៅលើ Google Drive របស់យើងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណេះហើយយើងអាចជួបនៅគ្នានៅមេរៀនបន្តទៀតគឺតាក់ទងជាមួយនឹងការរក្សាទុកហើយនឹងការស្វែងរកឯកសារដែលបានរក្សាទុកនៅលើ Google Doc បាទមានថា Google Doc របស់យើង store នៅលើ Google Drive នៅកន្លែងណាហើយយើងរក្សាទុកយ៉ាងដូចម្ដេចស្វែងរកកន្លែងដែលយើងបានរក្សាទុកនោះទុកនៅកន្លែងណាហើយបើកដំណើរការឡើងវិញយ៉ាងដូចម្ដេចអូខេអញ្ចឹងជាចុងក្រោយនេះអ្នកទាំងគ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះជួបគ្នានៅវីដេអូក្រោយៗទៀត